dây với chia của loạt bà clip môi na các bạn này tập ti đang đặt tập ti các bạn này mà tập ti chiên đã bọc bà đã bao hay lục lý ột bạc mới bên lưng sầm lên thế lục ột lưng sầm lên bà thời tọa bị bạc hơi cứ xong một cô sách tới lúc xây lý là bay thưa chấm nắp ở rom môn nhom bà chẳng bà các bà Facebook ខ្ញុំមិនសូវតនេប្រហែលទេពេលខ្លះប្រពន្ធចង់លេងទេទៅជួនកាលដើរទៅយាយអោបរហូតខ្ញុំចេះថាមិនរៀបក្មេងអង្គុយអោបឯងអញ្ចឹងឥឡូវបើកាឋានខ្ញុំអត់ទៅទៀតដោយសារណាត់បងប្អូនហើយបើកាឋានសាងសង់ផ្លូវរបស់សម្ដេចតេជោអញ្ចឹងខ្ញុំអត់បានទៅទីកូនចៅទៅចោះសុកចិត្តមកសុំជាបងជាប្អូនជាកូនជាក្មួយនៅលើកោះនេះបាទណាបងប្អូនណាបាទអញ្ចឹងយើងមានប៉ុណ្្នឹងទេណាហើយអ៊ំចាស់ព្រឹទ្ធាចារ្យជួយពិចារណាគ្នាទាំងអស់គ្នាណាបាទយើងចូលមតិរួមមួយហើយខ្លីដើម្បីយើងបញ្ចប់នៅបញ្ហាដែលយើងមានបញ្ហាណាអីនិយាយទៅត្រង់មកការជាបរិវត្តដែលធ្វើឲ្យជាបរិវត្តអត់អីកុំកេងចំណេញទៅលើបញ្ហាដែលជាបរិវត្តគាត់កំពុងតែមានបញ្ហាហើយយើងជន់បញ្ហានេះឲ្យកាន់តែទី2អ្នកសារព័ត៌មានត្រូវគិតអំពីផលប្រយោជន៍ជាតិនិងសង្គមវិទ្យាសាស្ត្រអត់មានការហាមបាទអរគុណសកម្មភាពការពិព្រឹកមិញរបស់អាយដាមហ៊ុនសុខាទីប្រឹក្សាផ្ទាល់សម្ដេចបាទអគ្គមហាសេនាបតីតេជោហ៊ុនសែនអាយដាមបានអញ្ជើញចុះទៅកាន់ទឹកដីកោះមាសបាទទឹកដីកោះមាសដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅអត់ដូចសម្លេងទេបាទខណ្ឌច្បារអំពៅបាទដល់អញ្ចឹងអ្វីដែលការអញ្ជើញទៅរបស់អាយដាមវត្តមានរបស់អាយដាមគឺទៅជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋទាំងជាង100គ្រួសារដែលតួលេខ160បាទ168គ្រួសារហើយក្នុងនោះក្នុងនាមយើងខ្ញុំជាអ្នកសារព័ត៌មានក៏បានចុះទៅយកព័ត៌មានទៅពេលដែលអាយដាមលោកបានចុះទៅសំណេះសំណាលសាកសួរសុខទុក្ខហើយនឹងបាទជជែកអំពីបញ្ហាទុក្ខកង្វល់របស់បងប្អូនប្រជាពលរដ្ឋកន្លងមកក៏ដូចជានៅពេលបច្ចុប្បន្នគឺថាស្រាយនៅបាទស្រាយនៅការមិនទើសង្ស័យឬក៏ការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅលើកោះមាសនោះតែម្ដងអញ្ចឹងអ្វីដែលគាត់បានចុះទៅសំណេះសំណាលហើយប្រជាពលរដ្ឋគាត់ប្រើភាពសាមញ្ញពេលហ្នឹងគឺគាត់មិនបានប្រើជាងារអាយដាមទេលោកគាត់ប្រាប់ថាបាយហៅខ្ញុំអាយដាមទេហៅជាបងជាប្អូនជាកូនជាក្មួយបាទដោយយើងផ្សារភ្ជាប់នៅការស្និទ្ធស្នាលដោយលើកហេតុផលត្រង់ទៅត្រង់មកបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កោះមាសមានបញ្ហាអ្វីជាចម្ងល់បញ្ហាអ្វីចង់លើកឡើងអាយដាមលោកបើកឲ្យមួយសេរីបាទចង់សួរចង់លើកពីទុក្ខកង្វល់ដែលពួកគាត់កំពុងមានបញ្ហាក៏អាចលើកបានហើយលោកទទួលយកសំណពររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់នោះដើម្បីរាយការណ៍ទៅថ្នាក់ដឹកនាំកម្ពុជាជាតិហើយនឹងសុំគោលការណ៍សម្រេចដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋឈប់កើតទុក្ខឈប់កង្វល់បាទអញ្ចឹងយើងឃើញថាពួកគាត់មានការរីករាយសប្បាយចិត្តក្រៃលែងហើយដល់កន្លងមកពីមុនមកនៅពេលដែលពួកយើងទៅគាត់រៀង
ពេញសិពិលណាពេញសិពិលខាងអត់ទុកចិត្តកែលោតាចាសរឿនបាទថ្ងៃនោះយើងខ្ញុំទៅនឹងចេះទៅដើរបោកទៅឃោសនាទៅបោកប្រជាពលរដ្ឋអីចឹងណា អូកន្លងមកវាមានអាក្រុមបោកហ្នឹងបច្ចុប្បន្នក៏នៅតែមានក្រុមបោកហ្នឹងដែរ ព្រោះពួកគាត់ធ្លាប់មានបទពិសោធន៍ 2-3 ដងទៅហើយបាទហៅអ្នកដែលគេទៅហ្នឹងគេទៅគេចូលលុយយកកាក់អីគាត់ចឹងទៅម្ដង 2 ដងចឹងមានអាឲ្យលុយហើយមានអាថ្លៃសាំងថ្លៃកាហ្វេថ្លៃកាទៀវអីផ្ញើតាមអីចឹងនេះច្រើនតែគាត់លើកឡើងច្រើនប៉ុន្តែយើងមិននិយាយឥឡូវវាហួសទៅហើយអ្វីដែលគាត់បានលើកឡើងគឺគាត់និយាយអស់ពីចិត្តរបស់ពួកគាត់អញ្ចឹងយើងខ្ញុំចុះទៅគឺឈរទៅលើគោលការណ៍បាទពិតជាក់ស្ដែងបាទដោយអត់មានល្បិចកិច្ចកលអីទេគឺនិយាយត្រង់ទៅត្រង់មកហើយអត់ចេះផ្អែមទេបាទសូមជំរាបប្រាប់ចឹងថាអត់ចេះផ្អែមទេអូលោកអ៊ំម៉ាលោកពូលោកមីងណាប៉ុន្តែពេលលោកអ៊ំពូលោកមីងគាត់ចូលចិត្តអារឿងផ្អែមចឹងបោះគូខោលីង បាទប៉ុន្តែអ្វីដែលយើងមើលឃើញពីការព្រួយបារម្ភរបស់គាត់ហើយនឹងភាពមិនទើសង្ស័យរបស់គាត់បានស្រាយបានមួយចំនួនធំហើយក្រោយពេលដែលមានការសម្របសម្រួលឬក៏មានការចុះទៅសំណេះសំណាលដោយផ្ទាល់ពីសំណាក់អាដាមហ៊ុនសុខាហើយក៏លើកសំណួរច្រើនបាទសំណួរច្រើនសំណួរគាត់អ្វីដែលសំខាន់គាត់បានលើកចំណុចសំខាន់គឺគាត់ស្នើក៏ដូចជាសំណុំពរណា សូមឲ្យអាដាមជួយពំនាំអ្វីដែលពួកគាត់បានសំណុំពរគឺគោលការណ៍របស់គាត់គឺគាត់ចង់បានប្លង់ដីបាទគាត់ចង់បានប្លង់អញ្ចឹងអាដាមក៏ទទួលដែរថាអត់អីទេគាត់នឹងពំនាំតែសម្រាប់យ៉ាងណានោះគឺគាត់ពុំមានសិទ្ធទេគាត់បានត្រឹមតែបាទពំនាំនៅដំណឹងឬក៏ទុកកង្វល់របស់បងប្អូនប្រជាពលរដ្ឋមានឋានានុក្រមបាទត្រឹមត្រូវហើយបាទមានឋានានុក្រមមានអីត្រឹមត្រូវហើយដំលោកការសម្រេចបែបចឹងមានជំនាញមានអីបាទត្រូវហើយបាទដំមិនមែនកាន់100ជំនាញទេបាទជំនាញឯកដំគឺក្នុងនាមជាអ្នកសម្របសម្រួលស្វែងរកដំណោះស្រាយទូរដ្ឋពិតមែនប៉ុន្តែក៏លោកអត់មានសិទ្ធិទៅសម្រេចចង់ធ្វើប្លង់មិនមែនធ្វើប្លង់អត់ចង់ធ្វើស្ពានមិនមែនធ្វើស្ពានចង់ធ្វើអញ្ចឹងជំនាញគេបែបជំនាញគេទៅដើមខ្ទឹមមកហើយបាទអញ្ចឹងបងប្អូនដល់យូរទៅបាទបងប្អូនគាត់យល់បាទបងប្អូនយើងគាត់យល់ហើយយល់គឺថាប្រកបដោយបរិយាកាសសប្បាយរីករាយបាទតេយ្យភាពដៃអបអសាទរហ្នឹងហើយមើលទៅគួរឲ្យជឿចិត្តដល់អារម្មណ៍ក្នុងកម្មវិធីព្រឹកមិញនេះបាទបាទហើយមួយទៀតសោតអាយដាមក៏លោកបានបញ្ជាក់សង្កត់ធ្ងន់ទៅលើបញ្ហាមួយទៀតគឺអាយដាមលើកឡើងថាគាត់មិនរត់ចោលបងប្អូនប្រជាពលរដ្ឋទេទីណាមានការលំបាកគ្រប់ប្រជាពលរដ្ឋមានការទុកសោកគឺប្រជាពលរដ្ឋអាយដាមលោកនេះជាកូនចៅជួបពិតៗបាទគឺថាមានទុកគឺថាមានមុខតេជោបាទមានទុកគឺមានគ្រួសារឬក្រុមការងាររបស់សម្បត្តិតេជោបាទគឺលោកប្រកាន់នៅគោលការណ៍នេះបាទអញ្ចឹងអាហ្នឹងគឺជាចំណុចមួយដែលយើងខ្ញុំក៏មានការត្រេកអរចំពោះបងប្អូនប្រជាពលរដ្ឋដែរក្នុងនាមជាកូនខ្មែរដូចគ្នាហើយក្នុងនាមយើងជាអ្នកព័ត៌មានឃើញតែមានបាទយើងជាអ្នកជួយទឹកតាមរយៈអ្វីដែលយើងអាចធ្វើទៅបានបាទអ្វីដែលយើងធ្វើបានកម្រិតណាយើងជួយគាត់កម្រិតហ្នឹងថ្នាក់ដឹកនាំលោកចូលរួមបានប៉ុណ្ណាយើងគាត់ជួយប៉ុណ្ណឹងអញ្ចឹងមានឋានានុក្រមអញ្ចឹងឯងអញ្ចឹងខ្ញុំមិនមានអីច្រើនទេគ្រាន់ថាជាដំណឹងមួយសម្រាប់ជំរាបជូនដល់បងប្អូនក៏ដូចជាពលរដ្ឋឲ្យបានជ្រាបហើយមួយទៀតសោតសូមបងប្អូនបញ្ឈប់នៅការជឿការញុះញង់ណាការញុះញង់ការបោកបញ្ឆោតការលួងលោមបាទអ្នកខ្លះដើម្បីធ្វើដើម្បីប្រយោជន៍ខ្លួនឯងដើម្បីបាក់ពួកខ្លួនឯងញុះប្រជាពលរដ្ឋរុញប្រជាពលរដ្ឋឲ្យដល់រណ្ដៅបាទប្រយ័ត្នឲ្យមែនទែនកន្លែងនោះបាទព្រោះពេលខ្លះគេអត់បានគិតពីផលប្រយោជន៍ប្រជាពលរដ្ឋទេសូម្បីតែអាយដាមហ៊ុនសខាក៏លើកឡើងដែរព្រមិញគាត់មានពេលខ្លះមនុស្សខ្លះបុគ្គលខ្លះមកក្តាប់តូចគាត់អត់បានគិតពីផលប្រយោជន៍បាទអត់បានគិតពីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋទេអញ្ចឹងគាត់យកដៃប្រជាពលរដ្ឋហ្នឹងគឺយល់ទេប្រវាយស្ថានភាពទៅជារឿងផ្សេងបាទអុចអាចាក់រុកបាទដើម្បីអីដើម្បីគាត់ទាញផលប្រយោជន៍របស់គាត់ប៉ុន្តែប្រជាពលរដ្ឋពេលខ្លះគាត់ភ្លេចខ្លួនឯងលងនឹងអាការលួងលោមអាការញុះញង់ហ្នឹងធ្វើឲ្យខ្លួនឯងមានទោសមានតន់មានបញ្ហាប្រឈមមុខ
ហើយក៏គាត់សង្កត់គុណដែរប្រព័ន្ធផ្សព្វផ្សាយស្លេះឡើងដល់ហើយណាអាពេលអត់ផ្សាយអត់អីពេលផ្សាយស្លេះឡើងអត់លុយ បាទតែជាអញ្ចឹងទៅលៀងស្លេះបាន បាទអញ្ចឹងក៏ឯកឧត្តមសង្កត់គុណដែរប្រព័ន្ធផ្សព្វផ្សាយមិនថាតែអង្គភាពទូទួលស្លឹករឹតទេអង្គភាពណាក៏ដោយសូមឲ្យផ្សព្វផ្សាយឈរលើគោលការណ៍កតយុត្តគោលការណ៍យុត្តិធម៌គោលការណ៍ត្រឹមត្រូវគោលការណ៍កណ្ដាលគាត់បានផ្ដាំផ្ញើប្រព័ន្ធផ្សព្វផ្សាយដែលបានជើទៅទាំងអស់បាទមិនបំភ្លៃការពិតបាទកុំឲ្យមុខគាត់សទៅយកខ្ជុំលប៉ាតមុខគាត់ណាអានឹងសូមបញ្ជាក់អញ្ចឹងឲ្យច្បាស់ឲ្យជាក់លាក់ដូចគ្នាបើក្នុងនាមយើងជាខ្មែរដូចគ្នាព្រោះយើងសិតតែជាខ្មែរដូចគ្នាទេបាទអត់មានអាមេរិកកាំងអាល្លឺម៉ង់អង់គ្លេសណាមកជួយយើងក្រៅពីខ្មែរជួយខ្មែរហ្នឹងទេអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់ចុងក្រោយគឺអារម្មណ៍សង្កត់គុណគឺគាត់មិនរត់ចោលបងប្អូនប្រជាពលរដ្ឋនោះទេបើបងប្អូនប្រជាពលរដ្ឋនៅលើដីកោះមាសបាទមានសុខរួមសុខមានទុក្ខរួមទុក្ខរួមគ្នាដោះស្រាយដើម្បីគោលនយោបាយឈ្នះទាំងអស់គ្នាបាទដើម្បីផលប្រយោជន៍បងប្អូនបាទហើយដើម្បីផលប្រយោជន៍បងប្អូនហើយឲ្យបងប្អូនរស់ដោយសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្តបាទអរគុណខ្ញុំចូលរួមប៉ុណ្ណឹងមិនមានអីច្រើនបន្តទេសូមជួបរូបភាពវិញមកបាទខ្ញុំចូលរួមតិចបាទរូបភាពបាទពិតហើយលោកសេងលីបាទពិតហើយគឺពាក់ព័ន្ធនឹងករណីព្រឹកមិញនេះជាករណីមួយដែលយើងខ្ញុំជាពិសេសខ្ញុំផ្ទាល់ខ្ញុំមិននឹកស្មានដល់ណាមិននឹកស្មានដល់ថាបងប្អូនប្រជាពលរដ្ឋលោកសាទរនៅវត្តមានបាទរបស់អាដាមហ៊ុនសុខាក្នុងនាមជាក្រុមការងារដោះស្រាយបាទសម្របសម្រួលឬក៏ក្នុងនាមក្រុមការងារបាទជួយស្វែងរកដំណោះស្រាយតាមរយៈការលាងជម្រះនៅមន្ទិលបាទក៏ដូចជាការព្រួយបារម្ភនឹងការភ័យខ្លាចរបស់បងប្អូនប្រជាពលរដ្ឋដែលជាអ្នករស់នៅនិងអាស្រ័យផលដីរបស់រដ្ឋនៅលើកោះពេជ្រកោះមាសសំទោសបាទទៅលើកោះមាសហើយកោះមាសនេះបាទគឺសូមជម្រាបថាស្ថិតនៅក្នុង2ស្រុកមួយខណ្ឌបាទ2ស្រុកនៃខេត្តកណ្ដាលមួយខណ្ឌនៃរាជធានីភ្នំពេញគឺផ្ទៃដីប្រមាណជា340ហិកតាចុច61ហិកតាបាទ340.61ហិកតាបាទបាននៅ340ហិកតាចុច61អាបាទហើយមានវិសាលភាពគ្របដណ្ដប់នៃស្រុក2នៃខេត្តកណ្ដាលគឺស្រុកលវីអែមនិងស្រុកគៀនស្វាយបាទនិងបែបមួយផ្នែកទៀតស្ថិតនៅក្នុងរដ្ឋបាលនៃការគ្រប់គ្រងរបស់បាទខណ្ឌច្បារអំពៅរាជធានីភ្នំពេញបាទប្រជាពលរដ្ឋលោកលើកឡើងថាកន្លងមកលោកមានការព្រួយបារម្ភពាក់ព័ន្ធនឹងសាវតាគឺបាទមន្ត្រីបាទជំនាញឬក៏អាជ្ញាធរខណ្ឌច្បារអំពៅបានជូនដំណឹងពួកគាត់ឲ្យចូលរួមសហការបាទជាមួយនឹងបាទមន្ត្រីជំនាញចុះវាស់វែងកំណត់ក្បាលដីរបស់ពួកគាត់កាលពីឆ្នាំ2020រួចមកក៏មិនដែលបានឃើញបាទអាជ្ញាធរអីទៅសួរនាំអីបន្តទៀតទេបាទរហូតមកដល់2025នេះគឺមិនទាន់បានបាទបានរឹងឬក៏លេខក្បាលដីបាទច្បាស់លាស់អញ្ចឹងទេពលរដ្ឋលោកមានការឈូឆរសាកសួរបាទសាកសួរគ្នាតទៅក៏បានមិនដឹងថាសួរអ្នកណាបើសួរសកាត់ដេញទៅខណ្ឌបាទសួរខណ្ឌច្បារអំពៅខណ្ឌដេញមកស្រុកគៀនស្វាយបាទសួរស្រុកគៀនស្វាយដេញឲ្យទៅខណ្ឌច្បារអំពៅបាទពួកគាត់ត្រឡប់ត្រឡិនកន្លងមកហ្នឹងគឺបាទអញ្ជើញយើងខ្ញុំជាអ្នកសារព័ត៌មានទៅដល់យើងទៅផ្សព្វផ្សាយស្ដីពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋដែលលោកមានការភ័យព្រួយបែបហ្នឹងទៅខ្លាចបាត់ផលប្រយោជន៍របស់គាត់ណាបាទរាជរដ្ឋាភិបាលក៏បានដឹងបាទតាមរយៈអាដាមបណ្ឌិតហ៊ុនសុខាទីប្រឹក្សាបាទសម្ដេចអគ្គមហាសេនាបតីតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងជាប្រធានគណៈបកប្រជាជនបាទលោកក៏បានតំណាក់តំណងឲ្យក្រុមការងារយើងចុះសួរសុខទុក្ខចុះសួរសម្របសម្រួលផលពីវត្ថុបំណងជាក់លាក់ឬក៏ពីការព្រួយបារម្ភជាក់លាក់របស់បងប្អូនប្រជាពលរដ្ឋម្ដងជា2ដងរួចហើយបាទទើបថ្ងៃនេះបាទឆ្លើយតបបាទគឺថ្ងៃទី14ខែមីនាគ្រិស្តសករាជ2025នេះបាទឆ្លើយតបទៅនឹងការអញ្ជើញបាទមិនអីវីដេអូបាទ
ឆ្លើយតបទៅនឹងការអញ្ជើញរបស់បាទប្រជាពលរដ្ឋបាទដែលផ្តិតមេដៃតំណាងជាង10នាក់បាទនៅលើលិខិតអញ្ជើញបាទអាដាមគឺអញ្ជើញតាំងពីថ្ងៃទី12បាទថ្ងៃអាទិត្យទី12ខែបាទមីនាគឺសករាជ2025មកម្លេះប៉ុន្តែដោយសារតែអាដាមលោកមានភារកិច្ចនិងកិច្ចការច្រើនបាទគឺតែចល័តតាមខេត្តផ្សេងតាមប្រសាសន៍ដែលយើងស្ដាប់ព្រឹកមិញគឺម្សិលមិញអាដាមនៅពោធិ៍សាត់និងកោះកុងឯណោះបាទនៅខេត្តពោធិ៍សាត់និងស្រុកថ្មបាំងខេត្តកោះកុងឯណោះមកដល់ភ្នំពេញនេះយប់កដាលអាទិត្យទៅហើយបាទលោកសម្រាប់អីព្រលឹមឡើងបានទៅជួបប្រជាពលរដ្ឋទៀតចឹងទេលោកទៅដល់បាទខ្ញុំមោទនភាពដែរគឺថាបងប្អូនប្រជាពលរដ្ឋក៏សូមត្រេកអរដែរអ្នកកោះមាសទាំងអស់សុទ្ធសឹងតែភាគច្រើនជាអ្នកមានសិលធម៌ល្អបាទទាំងចាស់ទាំងក្មេងលោកមានសិលធម៌ណាស់បាទលោកមានការយល់ដឹងណាស់បាទគឺថាទាំងសំណួរទាំងការស្ដាប់ទាំងការជជែកទាំងការលើកឡើងគឺប្រកបដោយក្រមសីលធម៌ទាំងអស់បាទគឺអាដាមបណ្ឌិតបាទហ៊ុនសុខាលោកក៏មានការសប្បាយរីករាយបាទនឹងពំនាំនៅកង្វល់ការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនេះទៅជូនថ្នាក់ដឹកនាំដើម្បីថ្នាក់ដឹកនាំលោកមាននីតិវិធីដោះស្រាយបន្តទៀតបាទដោយឡែកនៅក្នុងជំនួបប្រកបទៅដោយមោទនភាពជំនួបប្រកបទៅដោយភាពកក់ក្ដៅនិងភាពជាបងជាប្អូនព្រឹកមិញនេះបាទពលរដ្ឋមានសំណូមពរ2ដែលសំខាន់បំផុតដោយលោកលីបានលើកឡើងខ្លះហើយប៉ុន្តែខ្ញុំសូមបន្ថែមបន្តិចទៀតសំណូមពររបស់ពួកគាត់ទី1បាទគឺសូមបាទរាជរដ្ឋាភិបាលឬក៏ស្ថាប័នពាក់ព័ន្ធពន្លឿនការចេញបានកម្មសិទ្ធិឲ្យពួកគាត់បាទលើដីដែលបានវាស់វែងរួចហើយកាលពីឆ្នាំ2020រួចមកបាទហើយពន្លឿនទី2គឺសូមឲ្យមានវិធានការឬក៏សំណើឲ្យមានការលុបបាទលុបសជនបាទលេខបាទ10គុត89នៃ88ជាសូមអធិស្ឋានបាទ89បាទដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋលោកមានបាត់បង់ការព្រួយបារម្ភអីចឹងហើយលោកក៏ទទួលយកសំណូមពរពីពលរដ្ឋដល់ពេលដែលអាដាមហ៊ុនសុខាបាទលោកទទួលយកសំណូមពរពីប្រជាពលរដ្ឋយកមកលោកក៏សំណូមពរទៅប្រជាពលរដ្ឋវិញបាទលោកថាសំណូមពររបស់លោកគឺទី1គឺពាក់ព័ន្ធនឹងសជនលោកមិនស្នើទេបាទលោកមិនស្នើទេគឺបែបបើពាក់ព័ន្ធនឹងប្លង់ដីបាទឬពន្លឿនចេញបានអីលោកនឹងស្នើទៅតាមសំណូមពរហើយលោកក៏ចុងក្រោយលោកក៏ស្នើទៅប្រជាពលរដ្ឋវិញបើក្នុងករណីបាទរាជរដ្ឋាភិបាលលោកបាទតម្រូវការចាំបាច់ណាស់ព្រោះប្រទេសត្រូវការអភិវឌ្ឍបាទទីតាំងដីរបស់រដ្ឋត្រូវការអភិវឌ្ឍបាទរដ្ឋមានគោលនយោបាយដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមការឯកភាពយល់ព្រមពីបងប្អូនប្រជាពលរដ្ឋបាទដោយជាលុយជាកាក់ជាសម្ភារៈឬក៏ជាការដោះដូរអីបាទនោះគឺជាជំហានបន្តទៀតបាទព្រោះថាប្រទេសមួយដើម្បីឈានទៅរកនៅគោលនយោបាយតាមការគ្រោងទុកឬកំណត់ទុករបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនេះគឺថាលោកបាទដាក់គោលការណ៍ឆ្នាំ2030ពី2015នេះទៅដល់2030គឺឲ្យប្រជាជាតិកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមបាទនៃប្រទេសកំពុងអភិវឌ្ឍណាឡើងមកកម្រិតប្រទេសមាន3ណាលីទី1គេហៅប្រទេស under developing country ប្រទេសដែលស្ថិតក្រោមការអភិវឌ្ឍដូចយើងបច្ចុប្បន្នគឺស្ថិតនៅក្រោមការអភិវឌ្ឍបន្ទាប់នៃការភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅលើសពី 30% ណាប្រាក់ចំណូលបុគ្គលវាទាបជាងបាទប្រាក់ដែលបានកំណត់ចំណូលបុគ្គលបានកំណត់នៃប្រទេសអភិវឌ្ឍផ្សេងទៀតអញ្ចឹងប្រទេសទី2គេហៅថាកម្រិតស្តង់ដារឬក៏បុណ្យស័ក្តិនៃប្រទេសមួយទៀតគឺថាប្រទេសកំពុងអភិវឌ្ឍ developing country ភាសាអង់គ្លេសណាបាទអញ្ចឹង2030បាទដើម្បីឲ្យសម្រេចគោលការណ៍នេះបានលុះត្រាតែរាជរដ្ឋាភិបាលមានគោលនយោបាយអូសទាញវិនិយោគិនមែនទេបាទអូសទាញវិនិយោគិនបង្កើននៅសេដ្ឋកិច្ចដើម្បីជាខឿនជាសសរគ្រឹះក្នុងការបាទអភិវឌ្ឍជាតិនិងធ្វើយ៉ាងណាឲ្យពលរដ្ឋមានការងារធ្វើច្រើន
មានចំណូលបុគ្គលច្រើនមានចំណូលប្រចាំគ្រួសារច្រើនឧទាហរណ៍មួយឆ្នាំ3000ឬ2000អីជាដើមទៅប្រជុំណាជាប្រជុំណាបាទអាហ្នឹងគឺប្រទេសយើងបាទឡើងមកកម្រិតទៀតនៅឆ្នាំ2025តាមការកំណត់របស់រដ្ឋាភិបាលគឺคล้ายទៅជាប្រទេស developing country បាទកម្រិតទី3ដូចនៅបណ្ដាប្រទេសអភិវឌ្ឍមហាអំណាចផ្សេងៗដូចនៅសហរដ្ឋអាមេរិកអីគេហៅថាប្រទេសអភិវឌ្ឍរួចហើយ develop country develop country បាទអញ្ចឹងមាន3កម្រិតសុំស្ដាប់អញ្ចឹងដូច្នេះរាជរដ្ឋាភិបាលលោកនឹងមានសិទ្ធិគ្រប់គ្រាន់តាមរដ្ឋធម្មនុញ្ញក្នុងការចាត់ចែងទ្រព្យសម្បត្តិរបស់រដ្ឋទ្រព្យសម្បត្តិរបស់ជាតិដើម្បីវិនិយោគឬក៏ធ្វើការអភិវឌ្ឍបង្កើនខឿនសេដ្ឋកិច្ចដើម្បីឲ្យពលរដ្ឋទាំងអស់រស់នៅប្រកបទៅដោយភាពស៊ីវិល័យណានិងបានចំណូលខ្ពស់ពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិចឹងទេត្រង់ចំណុចនេះពលរដ្ឋក៏លោកសាទរបាទបើសិនជាក្នុងករណីបាទរាជរដ្ឋាភិបាលបាទត្រូវតែអនុវត្តនៅសចននោះដោយខាងតែបានព្រោះប្រទេសត្រូវការវត្តបងប្អូនប្រជាពលរដ្ឋកន្លងមកនឹងព្រឹកមិញនេះក៏គាត់មិនដែរបដិសេធដែរតែសំណូមពររបស់ពួកគាត់វិញគឺថាសុំសំណូមពរដោះស្រាយឲ្យបានសមរម្យដើម្បីពួកគាត់បាទយកទៅទិញផ្ទះទិញដីអីធ្វើអាជីវកម្មឬក៏ធ្វើប្រកបមុខរបរចិញ្ចឹមជីវិតឯកឧត្តមក៏លោកអត់បដិសេធដែរលោកនឹងព្យាយាមរកដំណោះស្រាយឲ្យលោកដូចលោកសេងនេះបានលើកឡើងវិញហ្នឹងគឺថាសុខចិត្តបោះរូងប្រចាំការដោះស្រាយរហូតដល់ចប់មិនដើរចោលបងប្អូនទេបាទព្រោះកន្លងមកយើងមានបទពិសោធន៍ហើយអ្នកខ្លះដោះស្រាយបានមកល្មមបងប្អូនខ្លះត្រូវបានគេបំពេញដីធ្លីទៅទេផ្ទះសម្បែងទៅទេអត់បានលុយឡាន់ប៉ារហូតដល់ថ្ងៃហ្នឹងក៏មានដែរបាទអញ្ចឹងគោលការណ៍ឯកឧត្តមបើសិនជាពលរដ្ឋលោកសប្បាយចិត្តបាទនឹងទទួលយកឯកឧត្តមជាតំណាងក្នុងការដោះស្រាយគឺថាលោកមិនអោយបងប្អូនប្រជាពលរដ្ឋមានការលំបាកឬគឺការព្រួយបារម្ភទេអាហ្នឹងនៅក្នុងលក្ខខណ្ឌដែលឯកឧត្តមស្នើទៅថ្នាក់រដ្ឋដើម្បីចេញបានហើយគឺមិនទាន់បានចេញឬក៏យ៉ាងម៉េចបន្តទៀតនេះជំហានបន្តប៉ុន្តែព្រឹកមិញនេះគឺបងប្អូនយល់ច្រើនបាទយល់ពីឯកឧត្តមច្រើនឯកឧត្តមក៏យល់ពីបងប្អូនច្រើនស្ទើរតែចាប់ដៃគ្នាជាបងជាប្អូនជាកូនជាចៅទៅហើយព្រោះឯកឧត្តមលោកទៅលោកអត់ស្វីកបុណ្យស័ក្តិអត់ស្វីកឋានៈទៅទេបាទតួនាទីឋានៈបុណ្យស័ក្តិវាស្ថិតនៅក្នុងបន្ទប់ការិយាល័យបាទពេលចុះបំពេញការងារស្គាល់តែតួនាទីបានហើយឧទាហរណ៍តួនាទីជាអភិបាលខេត្តត្រូវធ្វើការងារអីខ្លះជូនរាជមានភារកិច្ចមានករណីកិច្ចអីខ្លះត្រូវបម្រើរាជតែប៉ុណ្្នឹងបានហើយមិនបាច់ស្ពាយបុណ្យស័ក្តិច្បាយខេត្តឬក៏ឯកឧត្តមនេះឯកឧត្តមនោះទៅជួបប្រជាពលរដ្ឋបាទគឺថាវាមិនសូវសមដែរបាទឯកឧត្តមលោកជំទាវអុកញ៉ាឬក៏ច្បាយខេត្តច្បាយស្រុកវាស្ថិតនៅក្នុងតែការិយាល័យការងារពេលចុះអស់លោកត្រូវស្គាល់ពីតួនាទីថាតួនាទីអញជាច្បាយខេត្តតួនាទីអញជាច្បាយស្រុកដូច្នេះអញត្រូវបំពេញការងារបម្រើរាជដោយរបៀបណាប៉ុណ្ណឹងបានហើយមិនតែយើងច្បាយស្រុកយើងច្បាយខេត្តបាទត្រូវមកគោរពយើងបោកឃ្លាណាត្រូវបប្រតិបត្តិយើងអានឹងអត់ខានទេអញ្ចឹងឃើញកាយវិការឯកឧត្តមបណ្ឌិតហ៊ុនសុខាព្រឹកមិញគឺខ្ញុំក៏ក្នុងនាមជាពលរដ្ឋហើយក្នុងនាមអ្នកសារព័ត៌មានក៏សូមលើកទឹកចិត្តឲ្យដំបន្តភាពសាមញ្ញបែបនេះទៀតប៉ុន្តែភាពសាមញ្ញនេះមិនមែនសាមញ្ញចុះចាញ់សាមញ្ញកំសាកទេគឺសាមញ្ញខ្លឹមសាមញ្ញក្លាហានសាមញ្ញបាទហ៊ានបាទនិយាយការពិតជាមួយថ្នាក់រដ្ឋដើម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋមិនទុកឲ្យពលរដ្ឋមានបញ្ហាបាទអាយុអាយ៉ាស្រែកលេចកើតដូចទីតាំងដតីកន្លងមកទេបាទហើយមួយទៀតព្រឹកមិញនេះក៏សូមកោតសរសើរដែរបងប្អូនអ្នកព័ត៌មានផ្សេងបាទមានចំនួន 3-4 អង្គភាពដែរលោកអញ្ជើញទៅនឹងមានទាំងក្នុងស្រុកក្រៅស្រុកបាទលោកនឹងយល់បាទសូមលោកមេត្តាកុំបញ្ឆេះនៅអ្វីដែលមិនទាន់កើតឡើងបាទឲ្យវិឆេះហើយអ្វីដែលមិនទាន់ច្បាស់ផុតខួសពីការពិតពីព្រឹកមិញគឺសូមឲ្យបងប្អូនចូលលើមនសិការបើស្រឡាញ់ពលរដ្ឋអ្នកកោះពីមាសបាទទាំង168គ្រួសារនឹងឬក៏ជាង168គ្រួសារនឹងមែនបាទសូមរក្សាភាពស្ងប់ស្ងាត់សូមរក្សាភាពតណ្ហិភាពបាទដើម្បីទទួលយកការពិតពីការស្វែងរកដំណោះស្រាយពីថ្នាក់ដឹកនាំជូនបងប្អូនប្រជាពលរដ្ឋព្រោះ
ថ្នាក់ដឹកនាំបាទមានសម្ដេចតេជោជាប្រមុខបាទលោកមិនដែលទុកឲ្យពលរដ្ឋរងគ្រោះដោយមិនមានដំណោះស្រាយទេបើក្នុងករណីលោកដឹងហើយបាទលោកឮហើយលោកឃើញហើយវាលែងតែអាជ្ញាធរឬសមត្ថកិច្ចឬមន្ត្រីបាទសេនាធិការខាងក្រោមហ្នឹងមិនរាយការណ៍ឲ្យសម្ដេចឬក៏ឲ្យថ្នាក់ដឹកនាំដឹងទេទើបពលរដ្ឋយើងជួបប្រទះនៅគ្រោះលំបាកឬសេចក្តីទុក្ខទាំងអស់នេះមិនអញ្ចឹងណាអញ្ចឹងព្រឹកមិញតាយាយបងប្អូនគាត់ថាពេលខ្លះអាចថារាយការណ៍ទៅថ្នាក់ដឹកនាំកុហកការពិតខុសការពិតប៉ុន្តែដំបណ្ឌិតហ៊ុនសុខាលោកបានទៅឃើញការពិតហើយបាទដូច្នេះលោកនឹងពំនាំនៅអ្វីដែលជាការពិតជូនថ្នាក់ដឹកនាំដើម្បីថ្នាក់ដឹកនាំមានប្រសាសន៍បាទចង្អុលបង្ហាញបន្តដើម្បីនីតិវិធីបន្តទៀតហើយយើងក៏ស្ម័គ្រចិត្តដែរក្រុមការងារយើងក៏ស្ម័គ្រចិត្តបំពេញការងារនេះបាទជូនរាជរដ្ឋាភិបាលជាពិសេសជូនសម្ដេចបាទប្រធានព្រឹទ្ធសភានិងប្រធានគណៈបព្វជិជនគឺសម្ដេចតេជោបាទតាមរយៈបាទក្រុមការងារសម្រាប់ដួលបាទត្រូវការពួកយើងប្រើពួកយើងជួយសម្រាប់ដួលចុះជួបជាបរដ្ឋប្រមូលទិន្នន័យគឺថាយើងស្វាគមន៍យើងស្ម័គ្រចិត្តបំពេញការងារនេះព្រោះនេះជាមធ្យោបាយមួយដើម្បីដោះស្រាយបាទភាពបន្ទិលរបស់បងប្អូនប្រជាពលរដ្ឋនិងជាមធ្យោបាយមួយដើម្បីបាទលុបបំបាត់នៅបាទឈ្មួញឬក៏មនុស្សឆ្លៀតឱកាសបាទអ្នកឆ្លៀតឱកាសនិយមឬក៏ឈ្មួញទុច្ចរិតបាទចង់បានមុខមាត់កំសុងឬក៏ប្រាក់ភិកលៀបអីបាទទៅលៀបពណ៌ប្រជាពលរដ្ឋទៅនេះនោះបាទព្រោះមានលោកតាលោកយាយខ្លះគាត់ប្រាប់អីព្រឹកមិញបាទថាមានក្រុមគេមកក្រុមអួតអាងសើមកពីថ្នាក់នេះមកពីថ្នាក់នោះបាទចឹងទេបាទសម្រាប់ក្រុមការងារអាដាមបណ្ឌិតហ៊ុនសុខាតំណាងក្រុមការងារចុះដោះស្រាយជូនពលរដ្ឋនេះគឺថាលោកមិនអោយមិនហាមគាត់ទេបើបងប្អូនយល់ថាលោកមានសមត្ថភាពដោះស្រាយឲ្យពួកគាត់បានបាទគឺស្ដាប់ទៅហើយអនុវត្តទៅជែកគ្នាបន្តទៅតែបើមិនជឿទុកចិត្តទេអាចទៅរយណាប៉ុន្តែខ្លាចលោកថាគេថាលោកសង្ឃអីថាបួសវត្ត1 2 3វ៉ានោះគាត់និយាយថាវត្តច្រើនក៏មិនសូវល្អបានដែរហើយបើយើងផ្លាស់ប្ដូរយើងញាប់អីក៏មិនសូវល្អដែរប្តីស្រីក៏ដោយប្រុសក៏ដោយតែមានប្រពន្ធ2 3គេថាអាសាវ៉ាហើយបើអញ្ចឹងណាបាទហើយស្រីក៏ដោយថាគេស្រីចិត្តចើកឯឧទាហរណ៍ណាឧទាហរណ៍ហ្នឹងបាទអញ្ចឹងទេគឺថាបើសិនជាយើងចាប់គ្នាជាប្តីជាប្រពន្ធដើម្បីចូលរោងការបានលុះត្រាតែយើងចរចាឲ្យត្រូវថ្លៃទឹកដោះបាទថ្លៃភ្លេងថ្លៃរោងថ្លៃអីអញ្ចឹងទៅតែណាមួយបាទគឺថាដាក់បាសរំលើកោះមាសនឹងបានហើយបាននេះជារៀបការឬជាប់ពីហើយបាទឥឡូវនេះអានេះបើនិយាយចំបើក្បួនទម្រង់ការមាន3ណាអានេះគឺថានេះគ្រាន់តែយើងទៅស៊ើបហើយស៊ើបតែកោះមាសនេះគឺកូនកំមុំគេហើយបាទអញ្ចឹងឥឡូវគឺមានមេបាចូលចែចៅបាទចូលចែចៅអញ្ចឹងលើកទី3បើចែចៅត្រូវលើកទី3គឺជាប់ពីហើយបាទអានឹងទម្រង់ការខ្មែរយើងណាបាទដល់200ដាក់កំណត់ឲ្យការបាទអូខេអរគុណណាឥឡូវមានតែប៉ុណ្្នឹងទេហើយក៏អរគុណដល់អ្នកបងប្អូនអ្នកសារព័ត៌មានព្រឹកមិញបាទទោះបីយ៉ាងម៉េចក៏មកដែរយើងយល់គ្នាណាយើងកុំបំផោងទិន្នន័យយើងកុំបំផោងការពិតយើងធ្វើអីដោយពាក្យបណ្ដាំរបស់ឬការណែនាំរបស់អាដាមបណ្ឌិតហ៊ុនសុខាអញ្ចឹងលោកថាធ្វើអីដើម្បីប្រយោជន៍ពលរដ្ឋរួមទាំងអស់គ្នាបាទកុំដើម្បីតែប្រយោជន៍ដតីធ្វើឲ្យពលរដ្ឋយើងមានទោសឬក៏លៀបពណ៌ឲ្យពលរដ្ឋឬអ្នកដឹកនាំហ្នឹងមិនយល់គ្នាដោះស្រាយការងារមិនចេញធ្វើឲ្យពលរដ្ឋមានទោសទៀតផងអញ្ចឹងសូមកុំធ្វើណាបងប្អូនអ្នកសារព័ត៌មានក្រៅស្រុកសូមនិយាយទៅបើថាក្នុងស្រុកមិនសូវទេអញ្ចឹងបងប្អូនអ្នកសារព័ត៌មានក្រៅស្រុកគឺសូមទឹកចិត្តអញ្ចឹងបាទអរគុណសូមបញ្ចប់ប្រធានបទនឹងប៉ុណ្ណឹង